វិធីលាយចំណីជ្រូកដើម្បីជួយកាត់បន្ថយដើមទុននៅក្នុងការចិញ្ចឹមជ្រូកចំពោះអ្នកដែលធ្លាប់ចិញ្ចឹមជ្រូកគឺដឹងហើយថាជ្រូកគឺជាសត្វមួយប្រភេទដែលស៊ីចំណីច្រើនហើយបើសិនជាយើងមិនរកវិធីនៃការកាត់បន្ថយដើមទុនទេគឺយើងអាចនឹងខាតដោយសារតែជ្រូកមានតម្លៃឡើងចុះពេលខ្លះថ្លៃទៅពេលខ្លះធ្លាក់ថ្លៃទៅអញ្ចឹងគឺពិបាកដល់កសិករនៅក្នុងការចិញ្ចឹមជ្រូក ចឹងថ្ងៃនេះខ្ញុំមានរូបមន្តយកមកចែករំលែកដល់បងប្អូនទាំងអស់គ្នានៅក្នុងការចិញ្ចឹមទី1ប្រើស្មៅហើយប្រើកន្ទក់ប្រើចំណីសណ្តែករូបលាយជាមួយកាចុងហើយវីដេអូនេះដែរគឺខ្ញុំថតកាត់ទេបងប្អូនដោយសារតែខ្ញុំអត់បានថតត្រង់ប្តីរបស់ខ្ញុំហ្នឹងគឺគាត់ជាអ្នកកិនលាយចឹងណាខ្ញុំថតកាត់ទេដោយសារតែខ្ញុំរវល់មើលកូនទូចដែរពេលចឹងទៅគឺខ្ញុំអត់សូវបានថតវីដេអូដិតដល់អីទេថ្ងៃនេះខ្ញុំឆ្លៀតថតទៀតចឹងណានេះរូបមន្តដែលលាយហ្នឹងគឺជ្រូកស៊ីបងប្អូនគឺជ្រូកចូលចិត្តស៊ីហើយក៏ធំដែរការលូតលាស់របស់វាគឺលូតលាស់រាល់ថ្ងៃមើលទៅលូតលាស់ធម្មតាហើយវាស៊ីក៏ធំលឿនហើយវាជួយកាត់បន្ថយដើមទុនយើងដែរចាអញ្ចឹងបងប្អូនចាំតាមដានមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាមើលថាចាំមើលនៅពេលដែលវា3ខែវាមានប្រមាណទម្ងន់ប្រមាណគីឡូបងប្អូនទាំងអស់គ្នាបើចង់សាកល្បងកាត់បន្ថយអាចប្រើបានចា